ក្រោយពីការប្រយុទ្ធជាបន្តបន្ទាប់ Nick Fury មានការខកចិត្តយ៉ាងខ្លាំងចំពោះ Peter Parker ហើយនិយាយថា Tony Stark ជ្រើសរើសអ្នកឲ្យក្លាយជា Avenger ប្រហែលជា Tony ជ្រើសរើសខុសក៏ថាបានគឺពាក្យនេះធ្វើឲ្យ Peter ស្ទើរតែស្រក់ទឹកភ្នែកគាត់ចាប់ផ្ដើមសង្ស័យខ្លួនឯងថាប្រហែលជាគាត់មិនស័ក្តិសមធ្វើជាវីរបុរសទេដោយអស់សង្ឃឹម Peter បានប្រគល់វ៉ែនតា Edith ទៅឲ្យ Mysterio Quentin Beck ដោយដៃខ្លួនឯង Mysterio ទទួលយកវាភ្លាមប៉ុន្តែ Peter មិនដឹងថាពេលគាត់ដើរចេញពីបារទិដ្ឋភាពនិងមនុស្សទាំងអស់នៅក្នុងបារបានបាត់ខ្លួនភ្លាមអ្វីទាំងអស់គ្រាន់តែជាការបោកបញ្ឆោត hologram ដែល Mysterio រៀបចំឡើងការពិត Mysterio គឺជាអតីតបុគ្គលិករបស់ Stark Industries គាត់ជាអ្នកបង្កើតបច្ចេកវិទ្យា hologram ប៉ុន្តែ Tony Stark យកវាទៅប្រើសម្រាប់ការព្យាបាលផ្លូវចិត្ត Quentin Beck មិនពេញចិត្តឡើយហើយគិតថាបច្ចេកវិទ្យានេះគួរតែអាចគ្រប់គ្រងពិភពលោកបានដូច្នេះគាត់បានប្រមូលអតីតបុគ្គលិក Stark Industries មកបំលែងបច្ចេកវិទ្យានេះទៅជាអាវុធពេលទទួលបាន Edith គាត់ក៏អាចគ្រប់គ្រងដ្រូនរាប់ពាន់គ្រឿងបានខណៈនោះ Peter មិនទាន់ដឹងការពិតទេគាត់កំពុងរីករាយដែលអាចណាត់ជួបមីបានហើយចង់សារភាពស្នេហ៍ប៉ុន្តែមីយបានដឹងរួចហើយថា Peter គឺជា Spider-Man ហើយនាងក៏រើបានឧបករណ៍មួយដែលធ្លាក់ពីសមរភូមិនៅពេលឧបករណ៍នោះបើកឡើងវាបង្ហាញថាសត្វធាតុទាំងអស់គឺគ្រាន់តែជារូបភាពបោកភ្នែកបង្កើតដោយដ្រូនប៉ុណ្ណោះ Peter ទើបដឹងថាគាត់ត្រូវ Mysterio បោកទាំងស្រុងហើយនិយាយថាខ្ញុំជា Spider-Man ហើយខ្ញុំបានធ្វើខុសធ្ងន់ណាស់គេ Mysterio ក៏ដឹងថា Peter បានដឹងការពិតដូច្នេះគាត់សម្រេចថា Peter ត្រូវតែស្លាប់ Peter ប្រញាប់ទៅទីក្រុង Berlin ដើម្បីប្រាប់ Nick Fury ពីរឿងទាំងអស់ប៉ុន្តែភ្លាម Spider-Sense របស់គាត់បានដាស់តឿនពីគ្រោះថ្នាក់ទីស្នាក់ការរបស់ Avengers និង Agent Hill ស្រាប់តែរលាយបាត់ Peter បានធ្លាក់ចូលក្នុងពិភពបោកបញ្ឆោតរបស់ Mysterio ម្ដងទៀតគាត់ឃើញ Iron Man ក្នុងសភាពគួរឲ្យខ្លាចសរសៃពីងពីងខ្លាយជាផ្សែងពណ៌បៃតងហើយសូម្បីតែ Spider-Man ជាច្រើនក៏លេចឡើងវាប្រហារគាត់ Peter មិនអាចបែងចែកថាអ្វីពិតអ្វីคล้ายបានទៀតទេចុងក្រោយ Mysterio បោកឲ្យ Peter ទៅដល់ផ្លូវរថភ្លើងហើយរថភ្លើងល្បឿនលឿនមួយបានបុកគាត់ពេញទំហឹង Peter រងរបួសធ្ងន់និងសន្លប់ពេលភ្ញាក់ឡើងគាត់ឃើញខ្លួនឯងនៅក្នុងកន្លែងឃុំឃាំងគាត់បំបែកសរដែកហើយរត់គេចបានបន្ទាប់មកគាត់បានជួប Happy Hogan នៅពេលប្រកាសថា Happy ជាមនុស្សពិត Peter ក៏អបគាត់ទាំងអារម្មណ៍ធូរស្រាល Peter សារភាពថាគាត់បានធ្វើឲ្យគ្រប់យ៉ាងខូចខាតហើយគិតថាខ្លួនមិនអាចជំនួស Iron Man បានឡើយ Happy លើកទឹកចិត្តគាត់ថាគ្មាននរណាអាចក្លាយជា Iron Man ទី2បានទេសូម្បីតែ Tony Stark ក៏ធ្លាប់សង្ស័យខ្លួនឯងប៉ុន្តែគាត់ជឿជាក់ថានៅពេលគាត់លេងនៅ Spider-Man នឹងឈរឡើងការពារមនុស្សគ្រប់គ្នាពាក្យទាំងនេះធ្វើឲ្យ Peter មានទំនុកចិត្តឡើងវិញគាត់បានបង្កើតឈុត Spider-Man ថ្មីនៅលើយន្តហោះទន្ទឹមនឹងនោះ Mysterio បានប្រើ Edith បញ្ជាដ្រូនរាប់ពាន់គ្រឿងបង្កើតសត្វធាតុដ៏ធំដែលរួមបញ្ចូលខ្យល់ទឹកដីនិងភ្លើងហើយកំណត់មីយនិង Ned ជាគោលដៅសម្លាប់ Spider-Man ពាក់ឈុតថ្មីហោះចូលទៅក្នុងសត្វធាតុនោះហើយដឹងថាខាងក្នុងមានតែដ្រូនរាប់ពាន់គ្រឿងកំពុងបញ្ចាំងរូបភាពបោកភ្នែកគាត់ប្រើរស័យពីងពីងភ្ជាប់ដ្រូនទាំងអស់ហើយបំផ្លាញវាជាបន្តបន្ទាប់ធ្វើឲ្យរូបភាពសត្វធាតុរលាយបាត់ឃើញផែនការរបស់ខ្លួនចិត្តបរាជ័យ Mysterio ខឹងយ៉ាងខ្លាំងហើយបញ្ជាឲ្យ Edith បញ្ជាដ្រូនទាំងអស់បាញ់ប្រហារ Spider-Man Peter ត្រូវប្រើ Spider-Sense និងភាពរហ័សរហួនរបស់គាត់ដើម្បីគេចផុតពីការវាយប្រហារដ៏សាហាវនិងត្រៀមប្រឈមមុខនឹងសមរភូមិចុងក្រោយនៅទីបំផុត Spider-Man ទទួលបានជ័យជំនះក្នុងការប្រយុទ្ធដ៏ស្វិតស្វាញមួយនេះហើយសង្គ្រោះពិភពលោកអំពីពួកមនុស្សអាក្រក់